បាទសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបគ្នាម្ដងទៀតហើយនៅក្នុងវីដេអូនេះខ្ញុំបានលើកយកគន្លឹះសំខាន់ដែលអាចជួយឲ្យអ្នកបំបត្តិភាពខ្ជិលច្រអូសបានយ៉ាងមានប្រសិទ្ធភាពគ្មានអ្នកណាកើតមកនៅលើโลกនេះដែលចង់ជួបប្រទះនឹងភាពខ្ជិលច្រអូសនោះឡើយប៉ុន្តែពេលខ្លះគ្រាន់តែសកម្មភាពប្រចាំថ្ងៃតិចតួចក៏អ្នកខ្ជិលដែរដែលវាអាចធ្វើឲ្យជីវិតអ្នកតែងតែជួបបញ្ហាជារឿយៗព្រោះតែភាពខ្ជិលនោះឯងហើយភាពខ្ជិលមិនមែនកើតឡើងដោយឯងនោះទេវាកើតឡើងព្រោះតែយើងមិនមានទឹកចិត្តក្នុងការធ្វើឬកម្លាំងជំរុញចិត្តដើម្បីឲ្យយើងអាចបំពេញសកម្មភាពនោះបានយ៉ាងណាមិញគន្លឹះនៃការដោះស្រាយដើម្បីបំបត្តិភាពខ្ជិលមាន4ចំណុចសំខាន់ទី1បង្កើតទម្លាប់មនុស្សម្នាក់សុទ្ធតែកើតមកព្រមជាមួយទម្លាប់ហើយទម្លាប់ល្អគឺជាគន្លឹះនាំទៅរកជីវិតជោគជ័យដូច្នេះបំបត្តិទម្លាប់អាក្រក់ដល់ខ្លួនឯងគឺជាគន្លឹះនៃការបំបត្តិភាពខ្ជិលផងដែរអ្នកត្រូវចាប់ផ្ដើមពិនិត្យមើលទម្លាប់ទាំងអស់របស់ខ្លួនហើយបែងចែកជាទម្លាប់ណាល្អទម្លាប់ណាអាក្រក់ហើយព្យាយាមបំបត្តិទម្លាប់អាក្រក់ម្ដងបន្តិចនៅពេលដែលអ្នកអាចបំបត្តិទម្លាប់អាក្រក់នោះហើយអ្នកមានអារម្មណ៍ថាអ្នកបានបង្កើតសមិទ្ធផលល្អមួយដែរដែលជាគ្រឿងជំរុញចិត្តឲ្យអ្នកជប់ខ្ជិលចំណុចទី2បំពេញការងារចាប់ផ្ដើមពីចំណុចតូចឡើងប្រកបណាស់ភាពខ្ជិលតែងតែកើតមានតែនៅពេលដែលអ្នកមិនទាន់បានចាប់ផ្ដើមការងារមួយនោះឯងឧទាហរណ៍អ្នកត្រូវសរសេរអត្ថបទឲ្យបាន10ទំព័រតែគ្រាន់តែនឹកដល់ពេលចាប់ផ្ដើមសរសេរក៏ខ្ជិលបាត់ទៅហើយតែបើបានសរសេរហើយអ្នកបែរជាចង់បន្តទៅមុខរហូតដល់ចប់ទៅវិញនេះបញ្ជាក់ឲ្យឃើញថាភាពខ្ជិលកើតមានតែពេលអ្នកចាប់ផ្ដើមធ្វើកិច្ចការណាមួយប៉ុណ្ណោះដូច្នេះព្យាយាមផ្លាស់ប្ដូរពីរឿងតូចប្រចាំថ្ងៃទៅដើម្បីសម្រេចកិច្ចការធំទៅថ្ងៃមុខទី3បង្កើតរបស់លើកទឹកចិត្តជួនកាលអ្នកខ្ជិលបំពេញការងារនោះដោយសារតែគ្មានរបស់លើកទឹកចិត្តគេបង្កើតរង្វាន់ឡើងមកគឺដើម្បីបំផុសទឹកចិត្តឲ្យមនុស្សម្នាក់ប្រឹងប្រែងធ្វើក្នុងចំណុចនេះអ្នកត្រូវចេះមានរង្វាន់ដល់ខ្លួនឯងឧទាហរណ៍អ្នកខ្ជិលទៅហាត់ប្រាណនៅក្លឹបតែបើសិនជាអ្នកសន្យានឹងខ្លួនឯងថាហាត់ប្រាណរួចនឹងទៅទិញទឹកក្រឡុកដែលខ្លួនចូលចិត្តមកផឹកនោះអ្នកប្រកាសជាចង់ទៅហាត់ប្រាណចំណុចចុងក្រោយរៀបបរិយាកាសជុំវិញខ្លួនឲ្យសមនឹងការបំពេញការងាររបស់អ្នកត្រូវចេះរៀបចំផ្ទះសម្បែងជាពិសេសគឺនៅលើតុសរសេរឬកន្លែងណាដែលអ្នកធ្វើការជាប្រចាំឲ្យបានស្អាតឲ្យមានអារម្មណ៍គួរឲ្យចង់អង្គុយជួនកាលអ្នកមិនចង់វាយឯកសារក៏ដោយសារនៅលើតុអ្នករញ៉េរញ៉ៃពេកមួយវិញទៀតមិនត្រូវយករបស់ផ្សេងមកកាត់ចង្វាក់ការបំពេញការងាររបស់អ្នកទេគឺត្រូវបិទទូរស័ព្ទឬទូរទស្សន៍ចោលដើម្បីឲ្យអ្នកមានសមាធិផ្ដោតលើការងារនេះចំណុចសំខាន់ទាំង4នេះគឺជាគន្លឹះដើម្បីជួយអ្នកបំបត្តិភាពខ្ជិលច្រអូសបានអ្នកគួរតែស្ដាប់ឬយកចំណុចសំខាន់នេះទៅអនុវត្តជារៀងរាល់ថ្ងៃដើម្បីជួយឲ្យអ្នកអភិវឌ្ឍខ្លួនប្រសើរបានពីមួយថ្ងៃទៅមួយថ្ងៃបាទសូមអរគុណអ្នកទាំងអស់គ្នាដែលតាមដានស្ដាប់វីដេអូរបស់ខ្ញុំហើយជាចុងក្រោយសូមបងប្អូនជួយចុច Subscribe និង Like វីដេអូរបស់ខ្ញុំម្នាក់មួយផងបាទ
អរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយសូមជម្រាបលា